បាទសួស្តីជួបគ្នាជាមួយខ្ញុំភិរមនៅក្នុងវីដេអូនេះមកឆ្លើយសំណួរដ៏សំខាន់មួយដែលគេច្រើនតែសួរថាតើហាត់រយៈពេលប្រមាណបានរៀងស្អាតជាទូទៅគេសួរមកខ្ញុំថាសួរថាបងហាត់រយៈពេលប្រមាណហើយបានរៀងប៉ុណ្ណឹងឬក៏មានច្រើនគាត់ផ្ញើជារូបភាពតារា model នេះតារា model នោះមកគាត់សួរថាបងគេសាច់គេប៉ុណ្ណឹងគេហាត់រយៈពេលប្រមាណបានសាច់ប៉ុណ្ណឹងអញ្ចឹងខ្ញុំមកឆ្លើយសំណួរនេះលំអិតបញ្យលលំអិតអញ្ចឹងយើងត្រូវដឹងថារឿងសំខាន់គឺមនុស្សម្នាក់គឺខុសគ្នាយើងត្រូវដឹងថាមនុស្សម្នាក់គឺខុសគ្នាអញ្ចឹងចំណុចចាប់ផ្ដើមគឺខុសគ្នាអញ្ចឹងចម្លើយថាប្រើរយៈពេលប៉ុណ្ណាដើម្បីបានសាច់ប៉ុណ្ណឹងគឺអត់អាចឆ្លើយទៅបានទេព្រោះថាយើងមិនដឹងថាគេចាប់ផ្ដើមនៅក្នុងចំណុចណាឧទាហរណ៍មកលើខ្លួនខ្ញុំផ្ទាល់ខ្ញុំបានចាប់ផ្ដើមពីចំណុចដែលខ្ញុំស្គមខ្លាំងបំផុតគីឡូខ្ញុំ57គីឡូខ្ញុំមានបញ្ហាសុខភាពប្រចាំកាយជាច្រើនដូចជាឈឺកាពះពោះវៀនរ៉ាំរ៉ៃខ្ញុំមានបញ្ហាតម្រងនោមខ្ញុំមានបញ្ហាសុខភាពជាច្រើននៅពេលហ្នឹងអញ្ចឹងខ្ញុំចាប់ផ្ដើមពីចំណុចទាបបំផុតអញ្ចឹងខ្ញុំក៏ត្រូវការពេលវេលាយូរខ្លាំងដែរអញ្ចឹងខ្ញុំហាត់មកដល់ពេលនេះតាំងពីឆ្នាំ2012រហូតមកដល់នេះវាជាង10ឆ្នាំទៅហើយអញ្ចឹងសម្រាប់ខ្លួនខ្ញុំអញ្ចឹងអ្នកដតីផ្សេងទៀតក៏អញ្ចឹងដូចគ្នាដែរយើងអត់ដឹងថាគេចាប់ផ្ដើមពីចំណុចណាទេអញ្ចឹងយើងអត់អាចឆ្លើយជួសគេបានថារៀងគេប៉ុណ្ណឹងគេហាត់ប្រហែលឆ្នាំប្រហែលខែទេអញ្ចឹងការចាប់ផ្ដើមគឺវាអាស្រ័យទៅលើថាគាត់ចាប់ផ្ដើមនៅចំណុចណាហើយគោលដៅរបស់គាត់ចង់បានទៅដល់ណាអញ្ចឹងវាយូរឬឆាប់វានឹងអាស្រ័យថាគាត់ធ្វើការវឹកហាត់បានល្អកម្រិតណាគាត់ធ្វើការទទួលទានរៀបចំរបបអាហារហ្នឹងបានល្អកម្រិតណាផងដែរតែកត្តាដែលយើងអាចធ្វើការវាស់វែងបានគឺយើងត្រូវដឹងទី1គឺយើងស្គាល់ខ្លួនឯងគឺយើងស្គាល់ខ្លួនឯងតើយើងចាប់ផ្ដើមនៅចំណុចណាអញ្ចឹងតើយើងជាមនុស្សដែលមានប្រភេទរាងកាយអ្វី body type តើយើងជាមនុស្សដែលមានរាងកាយស្គមខ្លាំងឬក៏យើងជាមនុស្សដែលមានរាងល្អហើយគាត់យើងហាត់បន្ថែមតិចតួចឬក៏យើងមានរាងកាយធាត់ខ្លាំងអញ្ចឹងយើងចាប់ផ្ដើមពីចំណុចណាហើយគោលដៅរបស់យើងចង់បានយ៉ាងម៉េចអញ្ចឹងយើងអាចធ្វើការវាស់វែងនៅ gap នឹងបានហើយអូខេហើយរឿងដែលសម្រាប់មិនសម្រាប់ទៀតសោតគឺយើងត្រូវរៀបចំ program ទៅតាមគោលរាងកាយរបស់យើងជាក់ស្ដែងបច្ចុប្បន្ននិងគោលដៅរបស់យើងហើយថាយើងអនុវត្តអា program របស់យើងហ្នឹងវាបានល្អកម្រិតណាបានត្រឹមត្រូវកម្រិតណាអញ្ចឹងយើងនឹងអាចធ្វើការវាស់ស្ទង់ពេលវេលាបានអញ្ចឹងអ្វីដែលយើងត្រូវស្គាល់ខ្លួនឯងជាសំខាន់ហ្នឹងគឺទី1គឺយើងស្គាល់ថាឥឡូវហ្នឹងរាងកាយយើងនៅក្នុងទម្រង់ប្រភេទណាយើងស្គាល់ពីលក្ខណៈរបស់យើងនឹងអាយុយើងប្រមាណហើយយើងភេទអីក៏ពពោះយើងប្រមាណទម្ងន់យើងប្រមាណកម្រិតសកម្មភាពរាងកាយប្រចាំថ្ងៃយើងអីខ្លះរបបអាហារយើងយ៉ាងណាអាហ្នឹងគឺយើងត្រូវស្គាល់ខ្លួនយើងហើយយើងត្រូវស្គាល់អំពីសុខភាពខ្លួនយើងទៀតហើយបន្ទាប់មកយើងចាប់ផ្ដើមធ្វើការកំណត់គោលដៅហើយអញ្ចឹងនេះគឺជាចម្លើយខ្ញុំអត់អាចឆ្លើយបានថាបើឧទាហរណ៍ថាគាត់ឆាតមកសួរថាឥឡូវខ្ញុំមានគីឡូប៉ុណ្ណេះឬក៏បងឥឡូវខ្ញុំចង់បានរៀងដូចនេះខ្ញុំគួរហាត់រយៈពេលប្រហែលអញ្ចឹងគឺអត់អាចឆ្លើយបានទេតើវិភាគមើលឲ្យបានល្អិតល្អន់ស៊ីជម្រៅសិនពីរាងកាយរបស់គាត់ពីស្ថានភាពសុខភាពរបស់គាត់ពីរបបអាហារពីលទ្ធភាពនៃការហាត់ប្រាណរបស់គាត់ហ្នឹងបានយើងអាចធ្វើការសន្និដ្ឋានបានថាគួរតែចំណាយពេលប៉ុណ្ណាអញ្ចឹងនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់ចែករំលែកតកតងថាតើយើងគួរចំណាយពេលប៉ុណ្ណាដើម្បីបានរៀងដូចនេះរៀងដូចនោះអីចឹងណាហើយខ្ញុំសនំពរមួយទៀតតកតងនឹងការប្រៀបធៀបហ្នឹងគួរតែឈប់ប្រៀបធៀបទៅព្រោះការប្រៀបធៀបហ្នឹងគឺជារឿងមួយដែលបង្កបញ្ហាដល់សុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តរបស់យើងយើងទៅប្រៀបធៀបជាមួយគេយើងអាចនឹងមានបញ្ហាសុខភាពផ្លូវចិត្តហើយសុខភាពផ្លូវកាយគឺត្រង់ថាយើងអត់មើលខ្លួនឯងយើងប្រឹងទៅតាមគេយើងអាចហាត់ជ្រុលយើងអាចធ្វើរឿង
มันល្អជ្រុលឬក៏អាចទៅប្រើប្រាស់ផលិតផលដូចជាពពួក anabolic track ឬក៏ផលិតផលណាដែលគេសន្យាថាបានផលលឿនអីចឹងទៅអាហ្នឹងសិតតែជាហានិភ័យខ្ពស់សម្រាប់សុខភាពដល់យើងមិនបានស្គាល់ថាខ្លួនឯងនៅទីណាខ្លួនឯងជាអ្នកណាហើយគោលដៅយើងនៅទីណាអញ្ចឹងយើងអាចរកអ្នកដែលគាត់មានជំនាញធ្វើការវាយតម្លៃអំពីស្ថានភាពយើងបច្ចុប្បន្នអំពីគោលដៅដែលយើងចង់បានគាត់នឹងរៀបចំកម្មវិធីឲ្យយើងដើម្បីយើងអនុវត្តទៅគឺបានសម្រេចគោលដៅនឹងតែម្ដងអូខេអញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀតខ្ញុំនឹងចែករំលែកចំណេះដឹងណាដែលខ្ញុំមានហើយបើសិនជាមានសំណួររីករាយជានិច្ចអាចតតមក Telegram